អីធនាគារកូរ៉េនៅកម្ពុជាអាចបង្កក់ទ្រព្យធនាគារ print បានចម្ងល់ល្អចម្ងល់ហ្នឹងល្អដោយខ្ញុំនិយាយភាគមុនអញ្ចឹងធនាគារកូរ៉េវាទ្រាំមិនបាននឹងភាពស្ទក់ភាពមើកនិងការយឺតយ៉ាវជាទីបំផុតនៃធនាគារជាតិនៃកម្ពុជាបានជាវាហ៊ានធ្វើរឿងហ្នឹងជាឯកតោភាគីហើយក្រោយពីវាធ្វើរឿងហ្នឹងធនាគារជាតិនៃកម្ពុជាក៏អត់ហ៊ានស្ដីឲ្យវាដែរបើស្ដីឲ្យវាដាក់ទណ្ឌកម្មវាទៅឥឡូវធនាគារជាតិនៃកម្ពុជាទេអ្នកឯងធ្វើអីអត់មកអនុវត្តការបង្កក់ទ្រព្យមិនអ្នកឯងគ្រាន់តែជាធនាគារពាណិជ្ជកម្មធនាគារវិនិយោគហើយនឹងជាធនាគារលក់រាយអ្នកឯងមានសិទ្ធិអីទៅធ្វើហ្នឹងព្រោះជាអំណាចរបស់ Central Bank អញ្ចឹងផាកពីនៃធនាគារហ្នឹងផាកទៅកូរ៉េវាផ្ទះកភ្លៀងរដ្ឋាភិបាលខ្មែរលើសួរថាកូរ៉េរាប់ម៉ឺនអ្នកដែលរងគ្រោះដោយសារ scammer នៅកម្ពុជាហ្នឹងជាអ្នករងគ្រោះឬក៏ជាអ្នកស្ម័គ្រចិត្តតើជនកូរ៉េដែលធ្លាក់ខ្លួនជាទេសកលឬក៏ត្រូវគេសម្លាប់ដោយពួក scammer ជាជនរងគ្រោះឬក៏ជាអ្នកស្ម័គ្រចិត្តចិនបាននិយាយហើយថាស្ម័គ្រចិត្តច្រើនណាស់រងគ្រោះត្រូវបានគេឆោបោកវាមានច្រើនមែនប៉ុន្តែស្ម័គ្រចិត្តវាច្រើនណាស់សួរថាកូរ៉េរដ្ឋាភិបាលកូរ៉េទទួលស្គាល់ថាជាបញ្ហាខ្លួនទេអត់ទេគឺចោទកម្ពុជាតើរដ្ឋាភិបាលកម្ពុជាហ៊ានតបតកូរ៉េទេអត់ហ៊ានទេហ៊ានតយម៉ាយរបស់វាឥឡូវមានចំនួនសេរីក៏វាអត់ដែរណាមិនបានអត់ហ៊ានជាមួយវាពីព្រោះត្រូវការសុំទានវានិយាយចំមួយម៉ាត់ចប់ត្រូវការសុំទានវារាជការត្រូវការសុំទានវាហ៊ានជាមួយវាផ្អាកគម្រោងទាំងអស់កូរ៉េដៃក្តៅណាភ្លើជាមួយវាដាក់លើហ្នឹងណាហ្នឹងមួយទៀតពលករខ្មែរវារុញចាញ់ទាំងអស់ឥឡូវហ្នឹងកុំច្រឡំថាមានតែពលករខ្មែរសពថ្ងៃនៅប្រទេសថៃសេដ្ឋកិច្ចមិនល្អក៏មានពលករថៃក៏មានពលករវៀតណាមបង់ក្លាដេសនេប៉ាល់ស្រីលង្កាទៅធ្វើការសកូរ៉េដែរចង់មិនចង់មនុស្ស 20000 30000 នាក់តែកំពុងតែទៅធ្វើការសកូរ៉េចប់ទឹកថាការវាអត់តឲ្យវាផ្ដាច់ចោលណាបើវាខ្វះខាតណាវាសុកចិត្តយកខ្មែរមួយចំនួនឲ្យកាន់សញ្ជាតិកូរ៉េបដ ாய் វាឲ្យបានអចិន្ត្រៃយ៍នៅកូរ៉េសាកជាមួយវាកូរ៉េត្បូងវាផ្ទះកភ្លៀងខ្មែរឡើងអញ្ចឹងហើយបានជាធនាគារកូរ៉េខាងត្បូងហ្នឹងវាតាំងចិត្តពេកវាធ្វើអញ្ចឹងសាមីឆ្ងល់ហ្នឹងត្រឹមត្រូវហើយព្រោះវាមិនដែលមានធនាគារលក់រាយណាតែតាំងការិយាល័យប្រតិបត្តិការនៅលើប្រទេសមួយប្រើអំណាចបង្កក់លុយដែល account ហ្នឹងវានៅលើទឹកដីកម្ពុជាកិច្ចការហ្នឹងវាជាកិច្ចការរបស់ធនាគារជាតិនៃកម្ពុជាតែធនាគារជាតិនៃកម្ពុជាវាស្ទក់ពេកបានទេសាមីបើសិនជា Prince Group មាន account នៅស្រុកកូរ៉េអានឹងកូរ៉េធ្វើបានតែ account នៅលើដីខ្មែរក្រោមផ្នែកនៃយុត្តាធិការរបស់ធនាគារជាតិនៃកម្ពុជាសំណាងហើយអាកាំងមិនទាន់ធ្វើបាបធនាគារជាតិនៃកម្ពុជានោះវាទុកពេលឲ្យទេកុំអីសាកមើលវាដាក់ sanction លើបាសដៃបាសជើងលើហ្នឹងដឹងទេកាលណាធនាគារកណ្ដាលនៃប្រទេសទទួលទណ្ឌកម្មអត់អាចដោះស្រាយ import បានទេមានន័យថាការនាំទំនិញចូលត្រូវមានបញ្ហាហ្នឹងចឹងទុំសួស្ដីណាអូខេវាជ្រិញណាកាលណាវាជ្រិញវារករឿងណា
អនុរដ្ឋមន្ត្រីវារាយការណ៍ឲ្យរដ្ឋាភិបាលតែសមត្ថកិច្ចខ្មែរណានាំទៅមើលសម្បកអាគេទេនាងមួយដែលជួបលោកហ៊ុនម៉ាណែតអានឹងចឹងណាបងប្អូនអញ្ចឹងឆ្លើយទៅសាមីប៉ុណ្ណឹងណាអរគុណច័ន្ទធូអាហ្នឹងគឺការតាក់ទងនឹងរឿងអស់ហ្នឹងណាដូចខ្ញុំនិយាយចឹងនៅប្រទេសកម្ពុជាមាន scam ច្រើនណាស់ពេញប្រទេសចុះថៃមាន scam ច្រើនណាស់ពេញប្រទេសប្រហែលជា3ដងច្រើនជាងកម្ពុជាចុះមិនបានជាគេអត់អីពីព្រោះរាជការគេស្គាល់នយោបាយគេធ្វើទៅតាមហ្នឹងចុះមានការពាក់ព័ន្ធនឹងមន្ត្រីហើយនឹងសេដ្ឋីនៅថៃទេមានច្រើនជាងកម្ពុជាទៅទៀតតែគេអត់យក scammer ស្ដាច់ scammer មកធ្វើជាទីប្រឹក្សាទេគេអត់ឲ្យ scammer មកឈរឈ្មោះធំទេបានជាគេបត់បែននយោបាយជាមួយនឹងប្រទេសអឺរ៉ុបអាមេរិកបានចំណេញអានឹងអញ្ចឹងអូខេហើយនៅក្នុងប្រទេសយើងប្រជាជនចង់បានតែពាក្យថាដែរទេណាឲ្យតែដែរគឺអញរួចខ្លួនណាអត់រួចទេណាអត់រួចទេអារឿងដែរហ្នឹងនោះអូខេអត់រួចទេអារឿងដែរហ្នឹងអូខេវាទាល់តែយើងដឹងនយោបាយ